បន្តទៅទៀតនេះគឺសន្តិសុខនៅផ្សារទំនើបហ្នឹងគឺវាយជនជាតិបារាំងបែកក្បាលតែម្ដងចាគឺគាត់ដេញវាយជនជាតិបារាំងចាគឺយកវិទ្យុតាក់តងហ្នឹងគឺវាយរហូតបែកក្បាលហូរឈាមនៅខាងផ្នែកខាងក្រោយចានៅមុខហាងលក់សម្លៀកបំពាក់កាតាឡុកនៅតាមផ្លូវលេខ154សង្កាត់ផ្សារថ្មីទី1ខណ្ឌដូនពេញកាលពីវេលាម៉ោង3រំលងត្រៀតឈានចូលថ្ងៃ21មីនាតាមសាក់សីជាអ្នករត់ម៉ូតូឌុបបានឲ្យដឹងថាមុនពេលកាន់ហេតុគេឃើញបរិសុទ្ធជនជាតិបារាំងម្នាក់បានរត់តាមផ្លូវលេខ154ពីកាតាលិចស្រាប់តែជនដៃដល់2នាក់ស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខជិះម៉ូតូ Honda Dream ពណ៌ខ្មៅដេញតាមដល់ចាដេញតាមមកដល់កន្លែងជនបរទេសហ្នឹងហើយគឺចុះទៅវាយបានបន្តិចស្រាប់តែប៉ពួករបស់គេ3នាក់ជិះម៉ូតូវេមួយគ្រឿងទៀនមកដល់គឺចុះទៅជួយវាយដោយវាយនឹងវិទ្យុតាក់ទងបែកក្បាលខាងក្រៅហូរឈាមក៏ខ្លាក់ហើយនាំគ្នាឡើងម៉ូតូជិះចេញទៅបាត់អស់ហើយមិនបានដឹងថាមានទំនាស់នឹងគ្នារឿងអីទេហើយបើតាមសម្ដីនារីដែលត្រូវជាបងរបស់សង្សារជនជាតិបារាំងដែលរងរបួសបានដឹងថាជនជាតិបារាំងបានស្រឡាញ់បងស្រីរបស់គេជាមនុស្សកហើយទោះបីជាបងស្រីរបស់គេមិនស្រឡាញ់ខ្លាំងណាស់ហើយទោះបីជាបងស្រីរបស់គេមិននិយាយទៅមិនមែនមនុស្សកទេអធិស្ឋានបងស្រីគេស្រឡាញ់បងស្រីស្ត្រីដែលបំភ្លឺនឹងខ្លាំងហើយទោះបីជាបងស្រីនឹងមិនស្រឡាញ់ក៏ដោយក៏គាត់នៅតែតាមស្រឡាញ់ដែរហើយកន្លងមកបងស្រីរបស់គាត់នឹងគឺជួលមនុស្សឲ្យទៅវាជនបរទេសខាងលើនេះច្រើនដងហើយក៏នៅតែតាមស្រឡាញ់ទៀតអតិពលស្នេហ៍គាត់គឺចាស្រឡាញ់ធ្វើម៉េចបើគាត់ស្រឡាញ់ហើយច្បាច់ទៅតាមវាតាមអីចឹងទៅអីយើងបដិសេធទៅចាយើងថ្ងៃណាមួយយើងមិនអាចហាមឃាត់គេមិនឲ្យស្រឡាញ់យើងបានទេព្រោះអីវាអាហ្នឹងវាជាចិត្តរបស់គេចឹងគេស្រឡាញ់ក៏ស្រឡាញ់ទៅយើងនៅតែយើងទៅហើយអាហ្នឹងគឺទៅតាមវាយគេអញ្ចឹងចាបាទយើងក៏និយាយថាទេទៅខ្ញុំត្រូវការអ្នកឯងទេអញ្ចឹងទៅហើយនេះវាជារឿងមួយដែលខុសដែរហើយក៏ប្រឈមមុខទៅនឹងបញ្ហាផ្លូវច្បាប់ដែរព្រោះអីពាក់ព័ន្ធទៅនឹងអំពើហិង្សាចាបង្ករបួសស្នាមទៅលើគេហើយលោកអ្នកនេះចូលទៅរឿងជាបន្តទៅទៀតគឺចាប់បានចោលស្រី2នាក់ចាគឺលួចខោអាវរោងចក្រខាត់ខ្លួនបានចោលស្រីលួចខោអាវរោងចក្រ2នាក់កាលពីវេលាម៉ោង6:10នាទីល្ងាចនៅថ្ងៃ20មីនានៅរោងចក្រកាត់ដេវូស៊ីងតាមបណ្ដោយផ្លូវបេតុងក្រុម12ភូមិទួសង្កែសង្កាត់ទួសង្កែខណ្ឌរសីកែវជនសង្ស័យដែលត្រូវខាត់ខ្លួនគឺឈ្មោះអូនសុភាភេទស្រីអាយុ35ឆ្នាំមុខរបរគឺជាកម្មការនីរោងចក្រខាងលើស្នាក់នៅផ្ទះជួលផ្លូវរថភ្លើងភូមិកានហេតុគឺបានធ្វើសកម្មភាពលួចខោខបយចំនួន4និងជនសង្ស័យម្នាក់ទៀតឈ្មោះចុនណូវីភេទស្រីអាយុ32ឆ្នាំមុខរបរកម្មករដូចគ្នាស្នាក់នៅជាមួយគ្នាបានលួចខោខបយចំនួន3ចាលួចម្នាក់4ម្នាក់3ហើយប្រភពព័ត៌មានពីតំណាងខាងរោងចក្របានដឹងថាដោយសារតែរោងចក្របាត់ខោអាវញឹកញាប់ពេកធ្វើឲ្យរោងចក្រមានការសង្ស័យទៅលើកម្មករពេលចេញពីធ្វើការបានធ្វើការឆែកឆេរទៅលើកម្មករកម្មការិនីទាំងអស់ខណៈដែលឆែកឆេរនោះប្រទះឃើញស្ត្រី2នាក់មានលក្ខខោអាវនៅក្នុងខោរបស់គាត់ធ្វើវាទល់ចាធ្វើឲ្យគាត់សង្ស័យឃើញមានហើយក៏ឆែកឆេរមើលក៏ឃើញមានខោប៉ិតប្រកាសមែនក៏ធ្វើការខកខ្លួនហើយប្រកល់ទៅឲ្យប៉ុស្តិ៍នគរបាលទូសង្កែកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីចាហើយបើតាមនាងខ្ញុំឮណាធម្មតាខោអាវដែលចេញពីរោងចក្ររបស់យើងមែនតែនហ្មងគឺល្អមែនតែនចាគឺខោអាវល្អចាខោអាវថ្លៃភាគច្រើនយើងនៅក្នុងរោងចក្រនៅក្នុងប្រទេសកម្ពុជាយើងបើសិនជាគាត់យកចេញមកមែនតែនអាហ្នឹងគឺល្អមែនតែនប៉ុន្តែខ្លាចតែដេធម្មតាហើយយកមកខោអាវរោងចក្រអីហ្នឹងអាហ្នឹងវាអត់ល្អទេគ្រាន់តែនេះជារឿងមួយដែលផ្ញើសារទៅដល់បងប្អូនកម្មករកម្មការិនីចាធ្វើការតាមកម្លាំងយើងទៅចាកុំចង់បានចំណេញអីលើសពីកម្លាំងរបស់យើងចាលោកអ្នកចូលទៅរឿងជាបន្តទៀតគឺចៅកោះផ្ទះវ័យក្មេងចូលកោះផ្ទះមកយប់2ដងគឺហើយចៅកោះម្នាក់ហ្នឹងគឺធ្វើសកម្មភាពកោះផ្ទះលួចអីវ៉ាន់ត្រូវប្រជាពលរដ្ឋទាន់និងខាត់ខ្លួនបកគលឲ្យសមត្ថកិច្ចហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង3:30នាទីទៀបភ្លឺព្រឹកថ្ងៃ21មីនាតាមផ្លូវលេខ155មណ្ឌល2ក្រុម10សង្កាត់ទួលទំពង់ទី1ខណ្ឌចំការមនជនសង្ស័យឈ្មោះប្រាក់តិតភេទប្រុសអាយុ13ឆ្នាំស្នាក់នៅមិនពិតប្រាកដមុខរបរក៏មិនពិតប្រាកដដែរហើយជនរងគ្រោះឈ្មោះវណ្ណរតនាភេទស្រីជាអាជីវករស្នាក់នៅផ្ទះលេខ35ផ្លូវលេខ155កែងនិងលេខ454ក្រុមទី10ភូមិ2សង្កាត់ទួលទំពង់ទី1ខណ្ឌចំការមនគឺបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុយប់ស្ងាត់ជាឱកាសល្អដោយសារតែលងលក់នឹងដំណេកស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពកោះផ្ទះចូលទៅក្នុងផ្ទះលេខ11ផ្លូវលេខ135សង្កាត់ទួលទំពង់ទី1ខណ្ឌចំការមនបានធ្វើសកម្មភាព
លួច laptop មួយគ្រឿងហើយក៏បានចេញពីផ្ទះជាន់ទី1បន្តចូលទៅជាន់ទី2ធ្វើសកម្មភាពលួចយកកង់ក៏ត្រូវជំនងគ្រោះភ្នាក់តាន់ខាត់ខ្លួនប្រកល់ឲ្យសមត្ថកិច្ចបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការខាត់ខ្លួនសាកសួរនិងចាត់ការទៅតាមនីតិវិធីច្បាប់ក៏ប៉ុន្តែសង្ឃកំពុងតែសង្ស័យថាជនសង្ស័យគឺជាអនិច្ចជនចាអត់ទាន់គ្រប់18ឆ្នាំហើយករណីនេះគឺគាត់លួចពីផ្ទះមួយហើយឈានទៅផ្ទះមួយទៀតហើយសំណាងឡោះដែលម្ចាស់ផ្ទះទី2នេះគឺគាត់ឃើញតាន់បាទអញ្ចឹងបើថាមិនតាន់គ្រប់អាយុទេគឺមានតែសមត្ថកិច្ចអប់រំសិនបាទឲ្យបងមិនសូវបន្ថយល្បឿនប្រហែលទេចាបាទរថយន្ត2គ្រឿងបុកគ្នានៅផ្លូវបំបែកជា4បណ្ដាលឲ្យរថយន្តមួយគ្រឿងនឹងជ្រុលទៅបុកនឹងដើមឈើបណ្ដាលឲ្យខូចខាតទាំងស្រុងតែម្ដងតែសំណាងល្អអ្នកបើកបររងរបួសស្រាលតែប៉ុណ្ណោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង 12:10 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 22 ខែមីនា ឆ្នាំ 2015 តាមបណ្ដោយផ្លូវ 214 កែងនឹងផ្លូវ 51 នៅក្នុងសង្កាត់បឹងរៀងខណ្ឌដូនពេញរាជធានីភ្នំពេញបាទសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាអ្នកបើករថយន្តគឺជាអ្នកបើករថយន្ត Air V4 បាទ V4 បាទរថយន្តតូចមែនហ្នឹងមានឈ្មោះថាស៊ីនាង Ray4 បាទនេះ Ray4 នេះបាទ Ray4 KC សខាត់បាទស៊ីនាងឈ្មោះថាស៊ីណាងភេទប្រុសអាយុ25ឆ្នាំមុខរបរជាបុគ្គលិកពេទ្យស្នាក់នៅសង្កាត់ទូសង្កែខណ្ឌរសីកែវអ្នកបើករថយន្ត Morning ម្នាក់ផ្សេងទៀតឈ្មោះថាតុបឡនឌីភេទប្រុសអាយុ26ឆ្នាំគឺជាអ្នក design ស្នាក់នៅផ្ទះលេខ127ផ្លូវលេខ150សង្កាត់ទឹកល្អទី2ខណ្ឌទួលគោកអ្នករត់ម៉ូតូដប់នឹងនៅក្បែរនឹងបានប្រាប់ដឹងថាគេឃើញរថយន្ត Morning បើមានពណ៌ទឹកក្រូចនឹងពាក់ស្លាកលេខបាទមានស្លាកលេខទេបើបតាមបណ្ដោយផ្លូវ214ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនមិនបានបន្ថយល្បឿនទេសូម្បីតែផ្លូវខាងមុខជាផ្លូវបំបីជា4ក៏ដោយក៏ជ្រុលទៅបុកនឹងរថយន្ត Ray4 ពណ៌ស2នាក់គូតដណ្ដឹងតាមផ្លូវលេខ51ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកាត់ហើយខាងលើក៏ត្រូវបានរថយន្តនឹងបុកចំកង់ខាងស្ដាំបណ្ដាលឲ្យខូចមួយចំហៀងតែខាងរថយន្តមិនទាន់អស់ល្បឿនទេក៏ជ្រុលទៅបុកដើមឈើបន្តទៀតតែសំណាងល្អគឺអ្នកបើកបររងរបួសស្រាលតែប៉ុណ្ណោះក្រោយពេលកាត់ហើយអ្នកបើករថយន្តទាមទារស្មើគ្នាតែខាងរថយន្ត Ray4 មិនព្រមទេទើបខាងរថយន្តទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងឲ្យយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកបាទនេះគឺត្រង់ផ្លូវបាយជា4ណាហើយតែតែលើកឡើងផងដែរសូមឲ្យប្រជាពលរដ្ឋដែលជាអ្នកបើកបរនឹងមេត្តាបន្ថយល្បឿននៅត្រង់ផ្លូវបាយជា4បាទយើងបញ្ចប់ប៉ុណ្ណឹងចុះយើងបន្តព័ត៌មានទាក់ទងនឹងអំពើហិង្សានៅតាមដងផ្លូវវិញម្ដងគឺវេតបគ្នានៅមុខពលានយន្តហោះអន្តរជាតិភ្នំពេញបាទយុវជនមួយក្រុមនឹងឆ្លោះប្រកែកគ្នាជាមួយនឹងក្រុមអ្នករត់រមាំម៉ូតូដែលកំពុងតែអង្គុយផឹកស្រានៅមុខពលានយន្តហោះអន្តរជាតិភ្នំពេញឈានដល់ការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី22 ខែមីនា ឆ្នាំ 2015 តាមមហាវិថីសហព័ន្ធរុស្ស៊ីភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យបាទមានតែអ្នកអង្គុយផឹកស៊ីនៅមុខពលានយន្តហោះទៀតដូចជាបើគាត់ប្រកែកអញ្ចឹងយកគាត់ទៅដាក់នៅតាមព្រំដែនបាទតាមព្រំដែនតែអញ្ចឹងនេះគេឲ្យគាត់មានវិជ្ជាជីវៈខាងប្រយុទ្ធវិញបាទហើយដូចជាមានផឹកស៊ីនៅមុខពលានដូចជាមើលទៅដូចវាមិនសមបាទហើយខាងខណ្ឌសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យមេតាមើលផងតែមានករណីផឹកស៊ីយ៉ាងមែនទេបាទភពព័ត៌មានបានឲ្យដឹងថែមទៀតថាមុនពេលកើតហេតុយុវជនមួយក្រុមនឹងមានគ្នា5នាក់ក្នុងស្រីម្នាក់បានចូលទៅក្នុងពលានយន្តហោះអន្តរជាតិភ្នំពេញបានឆ្លោះប្រកែកគ្នាជាមួយនឹងសន្តិសុខបន្ទាប់មកយុវជនខាងលើបានយកជើងឈូសដីបាទជើងឈូសដីជើងឈូសដីដាក់សមត្ថកិច្ចហ្នឹងបែរជាខ្ទាតត្រូវបានក្រុមរមាំម៉ូតូដែលកំពុងតែអង្គុយផឹកស្រាជុំគ្នានៅលើសួនមុខពលានយន្តហោះនោះក៏ត្រូវបានក្រុមរមាំម៉ូតូសួរថាហេតុអ្វីបានជាឈូសដីដាក់គាត់បែរជាយុវជនមួយក្រុមដែលមានវ័យក្មេងជាងក្រុមអ្នករត់ម៉ូតូដុំនឹងបានតបវិញថាអញឈូសមិនបានធ្វើឲ្យក្រុមអ្នករត់ម៉ូតូដុំនឹងខឹងបានស្ទុះទៅវាយយុវជនទាំង5នាក់បណ្ដាលឲ្យដួលហើយក៏ត្រូវបានបរិសុទ្ធដែលជាក្រុមបង្កនឹងបានរត់ទៅយកញញួរនឹងខ្សែក្រវ៉ាត់ទៅវាយលើអ្នករត់រមាំម៉ូតូវិញតែមិនទាន់បានវាយទេគ្រាន់តែស្ត្រីម្នាក់ដែលអាងថាជាប្រពន្ធរបស់បរិសុទ្ធដែលត្រូវជាក្រុមអ្នករត់រមាំម៉ូតូនឹងបានឈួរឆ្លោះប្រកែកគ្នាជាមួយនឹងក្រុមរត់ម៉ូតូរមាំនឹងហើយស្រាប់តែកម្លាំងល្បាតរបស់ខណ្ឌពោធិ៍សែនជ័យល្បាតក៏ប្រទះឃើញចុះទៅជួយអន្តរាគមន៍ក្រោយពេលកើតហេតុកម្លាំងល្បាតខណ្ឌពោធិ៍សែនជ័យរងចាំនគរបាលកាកាបដែលនៅកន្លែងកើតហេតុមិនឃើញមកធ្វើការដោះស្រាយក៏បានសួរទៅភាគីទាំងសងខាង
ឲ្យព្រមព្រៀងសុំទោសគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុបាទនេះគឺរឿងបន្តិចបន្តួចទេរឿងបន្តិចបន្តួចទេគឺគាត់តែឆ្លោះគ្នាជាមួយសន្តិសុខគាត់ឈូសដីហើយខាងរមាត់ម៉ូតូគាត់លុកម៉ាត់លុកអីចឹងទៅបាទរឿងកើតឡើងដោយសារតែខ្វះការយោគយល់គ្នាមួយទៀតសុជីវធម៌នៅក្នុងការរស់នៅគឺការគោរពទៅលើអ្នកដទៃចាហ្នឹងវាគឺជារឿងមួយដែលតែងតែកើតឡើងអំពើហិង្សាជាញឹកញាប់ដោយសារតែម្នាក់អត់អធិស្ឋានឲ្យគ្នាហើយគ្រាន់តែមើលមុខគ្នាបន្តិចបន្តួចក៏កើតជារឿងដែរមួយរយៈនេះគឺបញ្ហាអន់ហ្នឹងគឺកើតឡើងច្រើនមែនតើចាសូមអញ្ចឹងសូមឲ្យយុវជនយើងទាំងអស់គ្នាចាគឺងាកមកគិតសារជាថ្មីចាកុំយកអំពើហិង្សាគឺជាត្រីមុខអញ្ចឹងចាអត់ល្អទេលោកអ្នកឥឡូវនេះយើងខ្ញុំទាំងពីរអ្នកក៏សូមអនុញ្ញាតសម្រាប់មួយផ្លែតសិនវគ្គក្រោយយើងនឹងបន្តព័ត៌មានជាបន្តទៀត